ដូចជាយើងបានដឹងស្រាប់ហើយនីមេតមិនមែនជាអ្នកប្រើប្រាស់កាំភ្លើងស្អីនោះទេគេមានតែដាវមួយដាំគឺល្អសម្រាប់គេទៅហើយក៏ប៉ុន្តែចំពោះព្រានសៃគាត់មិនចេះមុនអាគមគៀតថាចេះតែរបៀនបន្តិចបន្តួចគ្រាន់តែគាត់គឺជាអ្នកប្រមាញ់ស្គាល់ដែននៅក្នុងព្រៃតែប៉ុណ្ណោះធ្វើដំណើរយះពេលប្រហែលជាមួយថ្ងៃពួកគាត់នៅតែមិនបានជួបប្រទះជាមួយនឹងអ្នកកំឡោះមាសនោះទេក្រោយមកពួកគាត់ក៏បានធ្វើដំណើរបន្តទៀតមូលហេតុដែរពួកគាត់ធ្វើដំណើរច្រើនថ្ងៃនេះដោយសារតែពួកគាត់មិនដឹងថានីមាសបានចូលទៅក្នុងតំបន់ណាម្យ៉ាងទៀតចេះតែដើររកពេញតែព្រៃពួកគាត់ត្រូវតែចំណែកពេលយូររុករកនៅក្នុងព្រៃជាងកន្លះថ្ងៃទៀតនៅតែរកមិនឃើញព្រានសៃក៏បាននិយាយទៅកាន់សម្លាញ់គាត់ណែមេតខ្ញុំគិតថាបើសិនជាយើងដើរទៅរកបន្តទៀតនោះវាកាន់តែឆ្ងាយទៅហេងសីអាចហួសទីកន្លែងដែលកូនរបស់យើងមករស់នៅក្នុងព្រៃនេះក៏អាចថាបានដែរខ្ញុំគិតថាពួកយើងនាំគ្នាសម្រាប់រងចាំពេលយប់ឡើងទៅលើដើមឈើខ្ពស់ៗសម្លឹងទៅកាន់បរិវេណឆ្ងាយទៅធម្មតាបើសិនជាកូនយើងមករស់នៅម្ដុំនេះវាប្រកាសជាបង្កើតភ្លើងពួកយើងប្រកាសជាបានឃើញពិតជាមិនខាននោះទេសម្លាញ់ឯងគិតយ៉ាងម៉េចដែរពាក្យពេចន៍សម្ដីរបស់ព្រានសៃនេះក៏សុំក៏ហេតុផលផងដែរគ្រូមេតក៏បានតបទៅវិញថាឯងនិយាយសំហេតុសំផលណាស់បើសិនជាអញ្ចឹងយើងសម្រាកសិនទៅបើយើងចេះតែដើរបន្តទៅមុខទៀតនោះមិនដឹងថាទៅដល់ទីកន្លែងណានោះទេហើយកូនប្រុសរបស់យើងសម្រាកក្បែរនេះតែយើងមិនដឹងក្រោយពេលនោះទៅពួកគាត់ក៏បានរៀបចំទីកន្លែងសម្រាករហូតដល់ពេលយប់ពួកគាត់ក៏បានឡើងទៅលើដើមឈើដ៏ធំខ្ពស់រួចហើយសម្លឹងទៅកាន់ជុំវិញបរិវេណនេះសម្លឹងចុះសម្លឹងឡើងនៅពេលក្បាលប្រឡប់ដូចជាមិនបានឃើញស្អីក៏ប៉ុន្តែរៀងយប់បន្តិចនោះស្រាប់តែឃើញភ្នក់ភ្លើងធំមួយក៏ចាប់ផ្ដើមឆេះឡើងភ្នែកភ្លើងនោះក៏នៅឆ្ងាយពីទីកន្លែងដែលពួកគាត់កំពុងតែសម្រាកនេះខ្ទង់ប្រហែលជា2ទៅ300ម៉ែត្រដែរបើតាមយើងសន្តានទៅនៅក្នុងព្រៃចម្ងាយប្រហែលជា2ទៅ300ម៉ែត្រនោះប្រហែលជាមិនអាចមើលឃើញភ្នក់ភ្លើងបាននោះទេក៏ប៉ុន្តែព្រៃនេះមានតែដើមឈើធំតែប៉ុណ្ណោះពុំមានដើមឈើតូចជាល្ប៉ះនោះទេជាកំពតព្រៃសម្រាប់បាំងពន្លឺភ្លើងនោះទេម្យ៉ាងទៀតពួកគាត់ក៏បានធ្វើដំណើរឡើងទៅទីខ្ពស់ហើយក្នុងពេលនោះឈើក្នុងពេលយប់ភ្នក់ភ្លើងធំនោះគាត់ប្រកាសជាអាចមើលឃើញពីភ្នក់ភ្លើងនោះព្រានសៃសម្លឹងទៅកាន់សម្លាញ់រួចហើយក៏និយាយថានោះអាសម្លាញ់ឯងមិនមានបានឃើញភ្លើងនោះទេធំខ្លាំងណាស់វើយណែរក៏កូនប្រុសរបស់យើងនៅទីកន្លែងនោះនៅក្នុងព្រៃដូច្នេះគ្មានអ្នកណាហ៊ានចូលមករស់នៅនោះទេមានតែកូនប្រុសរបស់យើងតែប៉ុណ្ណោះតោះពួកយើងប្រញាប់ធ្វើដំណើរទៅគ្រូមេតក៏បានសម្លឹងទៅកាន់ភ្លើងនោះគាត់ក៏យល់ថាអញ្ចឹងដែរអ្នកទាំងពីរក៏ចាប់ផ្ដើមសម្រោតចុះពីលើដើមឈើរួចហើយធ្វើដំណើរទាំងយប់សម្ដៅទៅកាន់ទីកន្លែងដែលពួកគាត់បានឃើញភ្នក់ភ្លើងដ៏ធំក្រោយពីដើរអស់រយៈពេលមួយសន្ទុះធំពួកគាត់ក៏បានចូលចិត្តទៅដល់ទីកន្លែងនោះតែភ្លាមនោះផងដែរពួកគាត់ស្រាប់តែបានឮសំឡេងសេកជ្លឺសូររឹកមកពីចម្ងាយសំឡេងនេះដូចជាសំឡេងមនុស្សស្រីសំឡេងសេកជាបន្តស្ដាប់យូរទៅកាន់តែព្រឺព្រួយទៅក្នុងពេលនោះអ្នកទាំងពីរនាក់ក៏ចាប់ផ្ដើមឈប់ព្រានសៃសម្លឹងតិចសម្លឹងទៅរកសម្លាញ់របស់ខ្លួនរួចហើយក៏បានសួរថាអាសម្លាញ់ឯងបានឮសំឡេងអ្វីដែរឬអត់ខ្ញុំបានឮច្បាស់ណាស់សំឡេងនេះដូចជាសំឡេងមនុស្សចាស់ហើយគឺជាមនុស្សស្រីទៀតផងមេឃងូក្បាលតិចរួចហើយក៏បានតបគ្នាក៏បានឮដែរជួយរកមើលតើវាសេកចេញមកពីទីកន្លែងណាតែច្បាស់ណាស់នេះគឺជាសំឡេងរបស់ពួកអំនោះមិនមែនសំឡេងមនុស្សទេវើយមានការប្រុងប្រយ័ត្នផងក្រោយពីនោះព្រានសៃក៏ចាប់ផ្ដើមទាញកាំភ្លើងចំណែកឯគ្រូមេតក៏ចាប់ផ្ដើមទាញដាវចេញពីស្រោមរួចហើយក៏ចាប់ផ្ដើមសូត្រសេពមន្តអាគមគាថារបស់គាត់អ្នកទាំងពីរក៏ចាប់ផ្ដើមបន្តដំណើរទៅមុខតិចចេះតែសម្លឹងរួចហើយសម្លឹងទៅរកទីកន្លែងដែលបានឮសំឡេងសេកចេញមកក្នុងពេលនោះផងដែរពួកគាត់ស្រាប់តែឃើញមេឃឈើមួយតែបែកមេឃទៅទាំងផ្លូវតែពួកគាត់កំពុងតែដើរសំឡេងនោះកាន់តែច្បាស់ក្រោយមកគ្រូមេតសម្លឹងទៅស្រាប់តែបានឃើញថាមានមនុស្សស្រីម្នាក់ស្លៀកពាក់បែបបុរាណចុងក្បិនម្យ៉ាងទៀតនោះមានសក់សំពីងសំពូងផងដែរមេតបានកេះសម្លាញ់រួចចង្អុលទៅលើមេឃឈើតែបានបែកមេឃចេញមកទាំងផ្លូវតែពួកគាត់កំពុងតែដើរព្រានសៃសម្លឹងទៅភ្ញាក់ព្រឺតបន្ទាប់ពីឃើញមនុស្សស្រីចាស់ស្លៀកសម្លៀកបំពាក់បែបបុរាណចុងក្បិនកំពុងតែសម្លឹងនឹងញឹមទាំងមានខ្សែភ្នែកគួរឲ្យព្រឺព្រួចភ្លាមនោះព្រានសៃក៏បានសួរសម្លាញ់ថាណែវើយមេតតើគឺជាអ្វីទៅដូចជាមនុស្សអញ្ចឹងគ្រូមេតតបថា
សម្លាញ់នេះមិនមែនជាមនុស្សទេវាគឺជាពួកព្រីបែបបុរាណពួកនេះមានអាយុកាលវែងណាស់វាស៊ីសាច់វែងក្រចករបស់វាស្រួចណាស់ឯងប្រុងប្រយ័ត្នផងគោដៅរបស់វាគឺក្រចឹងកនិងក្បាលពោះរបស់យើងនឹងឯងទីកន្លែងនេះសុទ្ធតែជាទីកន្លែងឆាប់ស្លាប់ខណៈពេលនោះព្រានសៃក៏ចាប់ផ្ដើមសូត្រអាគមរបស់គាត់ដែលជារបៀនដើរព្រៃដាក់ទៅកាន់កាំភ្លើងក៏បំរុងបាញ់សម្ដៅទៅរកព្រីចាស់នោះក៏ប៉ុន្តែភ្លាមនោះគ្រូមេតបានទះស្មាហើយនិយាយថាអាសម្លាញ់កុំប្រើកាំភ្លើងអីបើសិនជាឯងបាញ់កាំភ្លើងនោះប្រកាសជាសំលេងខ្តែព្រៃណែហេងសើយើងអាចជួបប្រទះជាមួយនឹងពួកអាមនុស្សច្រើនជាងនេះក៏អាចថាបានដែរមិនស្រួលទេទាញកំបិតរបស់ឯងមកយើងប្រសិទ្ធិសូត្រសេពអាគមព្រានសៃក៏ចាប់ផ្ដើមទាញកំបិតហើយទៅឲ្យសម្លាញ់របស់គាត់ពេលនោះគ្រូមេឃក៏ចាប់ផ្ដើមបិទភ្នែកសូត្រអាគមគាថាបញ្ចុះទៅកាន់ផ្លែកំបិតដើម្បីធ្វើឲ្យកំបិតនេះមានអានុភាពអាចកម្ចាត់ទៅកាន់ពួកអមនុស្សខ្មោចព្រាយបិសាចបានគ្រូមេឃបន្តពីសូត្រអាគមរួចក៏បានហុចកំបិតនោះឲ្យទៅកាន់សម្លាញ់របស់ខ្លួនក្រោយពីនោះពួកគាត់ទាំងពីរនាក់ក៏ចាប់ផ្ដើមប្រុងប្រៀបយ៉ាងមានការប្រុងប្រយ័ត្នដើម្បីទប់ទល់ជាមួយនឹងព្រីចាស់ស្របពេលនោះផងដែរព្រីចាស់ក៏ចាប់ផ្ដើមញឹមរួចហើយក៏បានលោតសង្គ្រោបទៅរកអ្នកទាំងពីរនាក់អ្នកទាំងពីរនាក់គេចខ្លួនបន្តិចព្រីចាស់ក៏បានដួលផ្កាប់មុខទៅលើដីរួចហើយក៏បានស្ទុះឡើងឈរសម្លឹងទៅកាន់អ្នកទាំងពីរនាក់រំពេចនោះគ្រូមេតក៏បាននិយាយទៅកាន់សម្លាញ់ថាសៃឯងថយក្រោយសិនទៅទុកឲ្យយើងចាត់ការជាមួយនឹងវាពួកនេះគ្រាន់តែពួកព្រីកំបីកំពុកតែប៉ុណ្ណោះចំណែកឯព្រានសៃភ័យត្រជាក់ដៃត្រជាក់ជើងបាត់ទៅហើយទោះបីជាគឺជាព្រានប្រមាញ់សត្វមែនក៏ប៉ុន្តែគាត់មិនខ្លាចជាមួយនឹងពួកសត្វដូចជាពួកសត្វខ្លាសត្វចកតែប៉ុណ្ណោះតែនេះគឺជាព្រីស៊ីសាច់អីគាត់មិនព្រឺព្រួយទៅម្យ៉ាងទៀតតាំងពីគាត់កើតមកគាត់មិនធ្លាប់បានឃើញពួកព្រីនេះច្បាស់នៅនឹងភ្នែកដូចជាពេលនេះនោះទេ